ពីរយ៉ាងហើយនឹងភាពអធិស្ឋានមួយមនុស្សត្រូវរស់នៅក្នុងភាពតឹងតែងពីរយ៉ាងហើយត្រូវរស់នៅក្នុងភាពអធិស្ឋានឬភាពធូររលុងមួយតឹងតែងរឿងអីខ្លះទី1តឹងតែងចំពោះខ្លួនឯងបងប្អូនត្រូវតែជាមនុស្សដែលរស់នៅតឹងតែងចំពោះខ្លួនឯងអ្វីដែលខ្លួនយល់ថាត្រឹមត្រូវត្រូវធ្វើឲ្យបានអ្វីដែលខ្លួនយល់ថាមិនត្រឹមត្រូវដាច់ខាតមិនធ្វើតឹងតែងបំផុតចំពោះខ្លួនឯងតែអនុគ្រោះចំណុចបែបហ្នឹងចំពោះអ្នកដទៃតែខ្លួនឯងមួយអត់ទេបងប្អូនកាន់តែនឹងបានណាបងប្អូនអភិវឌ្ឍហ្មងបើថាបងប្អូនទៅហាត់ប្រាណថាមួយខែហ្នឹងណាបងប្អូនអាចយកចុក3គីឡូយកឲ្យបានកុំអនុគ្រោះខ្លួនឯងកុំអនុគ្រោះខ្លួនឯងឲ្យតែបងប្អូនបង្រៀនចិត្តខ្លួនឯងអញ្ចឹងណាបងប្អូននឹងដើរមុនគេរហូតស្អីក៏ដោយកុំអនុគ្រោះចំពោះខ្លួនឯងបើថាយើងធ្វើខុសលើគេចង់សុំទោសគេចេះតែអៀនខ្លួនឯងថាជំនះខ្លួនធ្វើទាល់តាបានធ្វើទាល់តាបានជំនះខ្លួនឯងពេលណាបងប្អូនឈ្នះខ្លួនឯងបងប្អូនត្រូវសប្បាយចិត្តថាថ្ងៃហ្នឹងអញបានឈ្នះខ្លួនឯងទោះបីគេថាអានឹងទៅសុំទោសគេអន់ណាគេថាមិនថាទៅបងប្អូនឈ្នះខ្លួនឯងមិនត្រូវឲ្យខ្លួនឯងរួចខ្លួនទេមិនត្រូវអនុគ្រោះឲ្យខ្លួនឯងទេហើយដាក់ទោសខ្លួនឯងតែបងប្អូនធ្វើចឹងខ្លួនឯងអភិវឌ្ឍមកស្អីដែលបងប្អូនយល់ថាអញមិនគួរធ្វើរឿងហ្នឹងមិនធ្វើដល់តែយូរទៅជាទម្លាប់ឯងបងប្អូនចិត្តរបស់បងប្អូនមើងម៉ាត់ចឹងមកដល់ទី2តឹងតែងចំពោះអំពើអាក្រក់ទាំងឡាយមិនសម្របសម្រួលដូចអ៊ីស្រាអែលនិយាយចឹងណាអត់មានចរចាជាមួយនឹងភេរវករទេអត់ហ្មងបើថាតនឹងគឺតនឹងអត់មានទៅចរចាសម្របសម្រួលអីជាមួយនឹងអំពើអាក្រក់របស់អ្នកដទៃមានន័យថាខ្លួនយើងមិនប្រព្រឹត្តអំពើអាក្រក់ហើយមិនអនុញ្ញាតឲ្យអ្នកឯងប្រព្រឹត្តអំពើអាក្រក់ទេតឹងតែងពីរមនុស្សត្រូវរស់នៅក្នុងភាពតឹងតែងពីរនិងភាពអធិស្ឋានមួយតឹងតែងទី1តឹងតែងចំពោះអំពើអាក្រក់របស់ខ្លួនដាច់ខាតមិនប្រព្រឹត្តទេអ្វីដែលខ្លួនយល់ថាត្រូវតែធ្វើបានដល់តឹងតែងទី2គឺជាមនុស្សឲ្យសញ្ញាមាំទៅអំពើអាក្រក់ទាំងឡាយថាមនុស្សយើង1គឺ1 2គឺ2ច្បាស់លាស់គឺអញ្ចឹងមកដល់ពេលអធិស្ឋានវិញគឺជាមនុស្សមានចិត្តទូលាយចំពោះមនុស្សដែលមានសន្តានល្អប៉ុន្តែបានធ្វើក្បោកអធិស្ឋានច្រើនណាស់បងប្អូនប៉ុន្តែមិនមែនអធិស្ឋានចំពោះអំពើអាក្រក់ឯងឧបមាថាយើងប្រាប់ថាអ្នកឯងដើរចេញពីផ្ទះទៅតែប្រាប់យើងបើយើងយល់ថាអញ្ចឹងទៅណាត្រូវតែប្រាប់យើងប្រកាន់គោលការណ៍អញ្ចឹងពីព្រោះយើងគិតមើលឃើញតែអញ្ចឹងវាមិនប្រាប់ម្ដងអូខេយើងមិនចាប់ទោសទេយើងមកហៅមកប្រាប់ទៀត2ដង3ដង10 20ដងក៏ដោយឲ្យតែយើងមើលឃើញថាវាគួរអធិស្ឋានឲ្យប៉ុន្តែអត់ចេញពីគោលការណ៍ហ្នឹងទេណាលើកគោលការណ៍មួយហ្នឹងចេញទៅអត់ទេមើងម៉ាត់បើយល់ថាត្រូវគឺមើងម៉ាត់តែមានអធិស្ឋានមិនប៉ះដៃយកដៃប៉ះជើងយកជើងមានអានៅមួយបានទេធ្វើអ្នកដឹកនាំគេបើគ្មានបេះដូងទលាយនៅមួយបានទេប៉ុន្តែជាមនុស្សមើងម៉ាត់ណាបងប្អូនតិចរមិនឃើញដល់ពេលមើងម៉ាត់ទាំងអស់ប៉ះដៃយកដៃប៉ះជើងយកជើងអាហ្នឹងគេហៅបេះដូងវាមិនជួយរៀបវាយកតែក្បាលមករៀបឧទាហរណ៍មនុស្សម្នាក់ធ្វើប៉ូលីសគាត់ជាមនុស្សមើងម៉ាត់តែខុសគឺចាប់ថ្ងៃមួយកូនតែម្នាក់របស់គាត់លែងប្រពន្ធផងមានកូនតែម្នាក់ចាប់កូននឹងប្រព្រឹត្តអំពើខុសដល់ពេលឪជាប្រធានប៉ូលីសរត់មកឪជួយបងប្អូនណាមនោសញ្ចេតនារបស់មនុស្សហ្នឹងបងប្អូនមនុស្សអត់មនោសញ្ចេតនាមិនបាច់នៅជាមួយទេដល់ពេលអញ្ចឹងប៉ូលីសហ្នឹងគាត់មានមនោសញ្ចេតនាគាត់យំគាត់ឃើញកូនគាត់បើចឹងយំដល់ពេលកូនគាត់រត់ទៅពួននឹងបន្ទប់គាត់ហើយពេលយំរួចហើយគាត់ប្រាប់ប៉ូលីសដទៃទៀតថាឲ្យទៅចាប់វាទៅវានៅក្នុងបន្ទប់កុំឲ្យខ្ញុំទៅចាប់តែខ្លួនឯងខ្ញុំធ្វើមិនកើតទេដល់ពេលអាអ្នកមើងម៉ាត់គេថាមិនទេដឹងស្អីអាមេប៉ូលីសនឹងបើកូនគេចាប់កុំទៅចាប់ទុកអាមេប៉ូលីសចាប់អាហ្នឹងគេហៅហួហេតុទៅបងប្អូនហួហេតុចង់បានអីគេចង់បានកូននឹងយកទៅដាក់ទុកហ៎ឥឡូវបានតែចាប់ទៅកុំហួហេតុពេកវាទាល់តែខ្ញុំទៅចាប់ហេនៅត្រូវតែមើងម៉ាត់អាហ្នឹងឈួតអត់មនោសញ្ចេតនាហ្នឹងបើអ្នកមានមនោសញ្ចេតនាប្រាប់ថាអូនហើយចាប់ឲ្យដើរចេញតាមផ្លូវក្រោយកុំឲ្យគាត់ឃើញចាប់ទៅចាប់ទៅកុំឲ្យគាត់ឃើញដល់ពេលអាមនុស្សមើងម៉ាត់វាប្រើតែក្បាលនោះយើងត្រូវមើងម៉ាត់ដូច្នេះវាយគាត់ជំនុញគាត់ឲ្យគាត់ទៅចាប់បើទងកូនគេមិនគាត់ចាប់បានបងប្អូនណាមនុស្សអត់មានមនោសញ្ចេតនាមិនមនុស្សទេណាបងប្អូនអញ្ចឹងបានកាត់ក្តីរឿងមួយត្រូវពឹងផ្អែកទៅលើភាពត្រឹមត្រូវហើយនឹងមនោសញ្ចេតនាអត់អាចដកមនោសញ្ចេតនាចេញបានទេបងប្អូនអត់អាចដកបានទេត្រូវខ្លាំងខ្លាយកន្លែងហ្នឹងហើយមនុស្សដែលអាចខ្លាំងខ្លាយបានណាតើមនុស្សមានមនោសញ្ចេតនាដែរណាអ្នកខ្លះប្រើតែក្បាលហ្មង
គេចង់ធ្វើវីរៈនារីអូគោដាមៀវីរៈនារីមួយគឺមួយពីរគឺពីរអូ Margaret Thatcher គេថាអូជាស្រីដៃថែបដូច្នេះគេចង់ធ្វើចឹងដែរប្រើតែក្បាលអត់មានមនោចេតនាមនុស្សមើលបាត់មានមនោចេតនាណាបងប្អូនអាត្រង់ចំណុចហ្នឹងដែលខ្ញុំនិយាយថាតាំងតែចំពោះខ្លួនឯងតាំងតែចំពោះអំពើអាក្រក់មិនអនុញ្ញាតទេឲ្យកូនរួចខ្លួនដាច់ខាតប៉ុន្តែមានភាពអធិស្ឋានគឺថាមិនចាំបាច់គាត់ទៅចាប់ទេបងប្អូនយល់កន្លែងហ្នឹងអត់យល់កន្លែងហ្នឹងបងប្អូននឹងរស់នៅកន្លែងណាទេលោតែមើងម៉ាត់ជ្រុលប៉ុន្តែបើបងប្អូនមានមនោសញ្ចេតនាអាមនោសញ្ចេតនាជួយរៀបឲ្យហ្មងមនុស្សត្រូវរស់នៅក្នុងភាពតឹងតែងពីរនិងភាពអធិស្ឋានមួយតឹងតែងទី1ចំពោះអ្វីដែលខ្លួនយល់ថាត្រឹមត្រូវត្រូវតែធ្វើឲ្យបានអ្វីដែលខ្លួនយល់ថាខុសគឺថាជៀសឲ្យផុតបើបងប្អូនដើរក្នុងផ្លូវហ្នឹងបងប្អូនឃើញបងប្អូនអភិវឌ្ឍលឿនណាស់រយៈពេលមិនដល់កន្លះឆ្នាំឯងបងប្អូនឃើញបងប្អូនប្លែកហ្មងទៅហ្មងដាក់កំផាត់ខ្លួនឯងហ្មងថាអញត្រូវតែធ្វើឲ្យបានអញជាមនុស្សចឹងត្រូវតែធ្វើឲ្យបានធូរអលំចំពោះអ្នកដទៃបានតែខ្លួនអញមួយគឺអញមិនអធិស្ឋានឲ្យជាដាច់ខាតអញគឺជាមនុស្សចឹងហ្នឹងបងប្អូនដើរមុនគេមកជំហានមកតែបងដៃបងប្អូនអាចនឹងមានអារម្មណ៍ថាបងប្អូនរងសម្ពាធរបស់ខ្លួនឯងប៉ុន្តែដល់ពេលយូរទៅវាជាទម្លាប់របស់បងប្អូនមកវាជាទម្លាប់មកស្រួលមកពេលនោះបងប្អូនដើរមុខគេមកជំហានមិនមកជំហាននោះ10ជំហានមុខគេមានអ្នកដើរបានទី2គឺតាំងតែងចំពោះអំពើអាក្រក់ដូចមិញចឹងកូនធ្វើខុសត្រូវតែដាក់ទុកចឹងត្រូវតែចឹងប៉ុន្តែមានសេចក្តីអធិស្ឋានរស់នៅក្នុងភាពធូររលុងមួយគឺជាមនុស្សមានអធិស្ឋានច្រើនណាស់ប៉ុន្តែបើនឹងជាអំពើអាក្រក់ដោយអាជ្រឹមដោយអីនេះវាយឲ្យអត់ចំណុះស្រួលអត់ហ្មងប៉ុន្តែបើថាមនុស្សនឹងមានសន្តានជាមនុស្សល្អទេបងប្អូនណាទោះបីគេធ្លាប់ជេរយើងគេធ្លាប់វាយយើងបាច់ក្បាលប៉ុន្តែដល់ពេលវានិយាយមកហេតុផលវាសមរម្យគ្នាវាបញ្យល់អញ្ចឹងដែរគ្នាជេរគ្នាអីទៅហ្មងខ្លួនហ្មងស្រួលហ្មងមានសន្តានចិត្តអត់ជាស្រ័យហ្មងមិនជាមនុស្សតឹងតែងទេប៉ុន្តែគឺជាមនុស្សដែលមុតមន់លើអ្វីដែលខ្លួនយល់ថាត្រឹមត្រូវតឹងតែង2អត់ជាស្រ័យ1អត់ជាស្រ័យហ្នឹងដូចមានលក្ខណៈធូរលងអញ្ចឹងបងប្អូនត្រូវយកទៅពិនិត្យខ្លួនឯងក្នុងជីវិតខ្លួននៅបើបងប្អូនដើរក្នុងលំអានហ្នឹងបងប្អូននឹងคล้ายទៅជាមនុស្សអភិវឌ្ឍ